បាទជំរាបសួរម៉ែបងប្អូនអរគ្នាជាថ្មីម្ដងទៀតនេះខ្ញុំសូមបង្ហាញជាមួយនឹងម៉ាស៊ីនភ្លើងលក្ខណៈគ្រួសារទាំង3ម៉ាកដែលវគ្គមុនខ្ញុំបានបញ្ជាក់ឲ្យ10 11 12ប៉ុន្តែគាត់ថាវគ្គមុនជាស្តុកស៊េរីឆ្នាំចាស់បាទ2024ហើយនេះយើងមកចុងឆ្នាំ2024តែយើងអាចនិយាយថាស៊េរី2025ហើយអញ្ចឹងយើងមានជាមួយនឹង10 kVA 11 kVA និង12 kVA ដោយដែលបងប្អូនដឹងស្រាប់ហើយសម្រាប់10 kVA នេះយើងអត់មានប្រព័ន្ធអូតូជាប់នឹងម៉ាស៊ីនទេប៉ុន្តែអាចបញ្ជាក់បានថាជាម៉ាស៊ីនមួយដែលមានកម្លាំងខ្លាំងពួកឌីឡម៉ូវារហូតដល់8 kW បាទហើយប្រើប្រាស់ជាមួយនឹងក្បាលម៉ាស៊ីនយ៉ាន់ម៉ាហើយបងប្អូនសួរថាអំពែនីមួយតើវាខុសគ្នាប៉ុណ្ណាអញ្ចឹងសូមបញ្ជាក់ណា10 kVA នេះរត់បាន27អំពែបាទ27អំពែភ្លើងវាប្រភេទ220 V បាទចូលដល់11 kVA នេះប្រើប្រាស់ជាមួយនឹងប្រព័ន្ធ ATS ឬយើងហៅថាប្រព័ន្ធ Automatic Transfer Switch អញ្ចឹងប្រព័ន្ធហ្នឹងនៅពេលដែលភ្លើងរត់ដាច់ធ្វើការបញ្ឆេះម៉ាស៊ីនខ្លួនឯងហើយពេលភ្លើងរត់តមកវិញវាធ្វើការផលិតម៉ាស៊ីនជាស្រ័យផលិតម៉ាស៊ីនឲ្យខ្លួនឯងបន្តតែម្ដងបាទហើយសម្រាប់ភ្លើងចេញគឺ30អំពែជាមួយនឹងប្រភេទ11 kVA នេះបាទហើយចូលមួយនេះគឺ12 kVA 12 kVA នេះគឺតម្រូវភ្លើង32អំពែពេញបឹបតែម្ដងបាទប្រើប្រាស់ជាមួយនឹងប្រព័ន្ធ ATS ដូចគ្នាប្រព័ន្ធអូតូហើយប្រើប្រាស់ជាមួយនឹងក្បាលម៉ាស៊ីនយ៉ាន់ម៉ាដូចគ្នាអញ្ចឹងសូមបញ្ជាក់ទាំង3ម៉ាកនេះគឺប្រើប្រាស់ជាមួយនឹងក្បាលម៉ាស៊ីនយ៉ាន់ម៉ាបាទរបស់ជប៉ុនតែគ្រាន់ថាតម្លើងនៅសឹងហៃតែបងប្អូនកុំភ្លេចណាតម្លើងនៅសឹងហៃនេះមិនមែនថាអូម៉ាស៊ីនវាផ្សេងផលិតនៅសឹងហៃឯងធ្វើនៅសឹងហៃទេគឺយើងចាប់យកម៉ាស៊ីន original របស់យ៉ាន់ម៉ាយកទៅតម្លើងនៅខាងសឹងហៃបន្តតែម្ដងបាទអញ្ចឹងមានន័យថាក្បាលម៉ាស៊ីន original គ្រាន់តម្លើងទេបាទនៅខាងសឹងហៃហ្នឹងហើយសូមបញ្ជាក់តម្លៃបន្តិចសម្រាប់10 kVA នេះគឺតម្លៃវា1250បាទ1250 11 kVA តម្លៃ1700ហើយ12 kVA នេះតម្លៃ2200មានការធានាចេញពីខាងក្រុមហ៊ុនរហូតដល់រយៈពេល3ឆ្នាំជូន1ឆ្នាំទៅលើគ្រឿងបន្លាស់3ឆ្នាំទៅលើសេវាកម្មជួសជុលហើយសម្រាប់បងប្អូននៅខាងភ្នំពេញក៏ដូចជានៅខាងប៉ោយប៉ែតគឺយើងធ្វើការ free ដឹកជញ្ជូននិងដំឡើងដល់ទីតាំងផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការឆាតមកកាន់ page បានឬក៏អាចទំនាក់ទំនងលេខទូរស័ព្ទនៅលើវីដេអូនេះក៏បានណាសូមអរគុណច្រើនសូមជម្រាបលា